បាទសូមជម្រាបសួរអរគុណព្រះអង្គថ្ងៃនេះខ្ញុំមានសារខ្លីចំណងជើងថាសង្គ្រាមខាងវិញ្ញាណនៅក្នុងលោកុបាទចំពុក4បានពិពណ៌នាអំពីអាដាមអេវ៉ាបង្រៀនកូនគាត់ឲ្យចេះថ្វាយបង្គំព្រះម្ចាស់ពួកគេធ្វើជាគំរូនៅក្នុងការថ្វាយបង្គំព្រះអង្គពួកគេច្បាស់ណាស់បាននាំកូនរបស់គេទៅថ្វាយបង្គំព្រះម្ចាស់ថ្ងៃមួយកាអ៊ីននិងអេបលពួកគេបាននាំគ្នាទៅថ្វាយបង្គំព្រះអង្គជាមួយគ្នាពួកគេបានរៀបចំដង្វាយថ្វាយដល់ព្រះម្ចាស់ផងដែរនៅក្នុងព្រះគម្ពីរលោកុបាទចំពុក4ខ1ដល់ខ8ពួកគេផ្ទាល់ខ្លួនបានថ្វាយបង្គំព្រះអង្គនៅទីនេះព្រះអង្គមិនសប្បុរហ៍ទេនឹងដង្វាយរបស់កាអ៊ីនទេប៉ុន្តែព្រះអង្គសប្បុរហ៍ទេព្រះអង្គផ្ដោតទៅលើការថ្វាយបង្គំរបស់អេបលវិញពីព្រោះអេបលបានឲ្យតម្លៃព្រះខ្ពស់បំផុតល្អបំផុតលោកបានរៀបចំសត្វដ៏ល្អបំផុតមកថ្វាយដល់ព្រះជាម្ចាស់មិនតែប៉ុណ្ណោះគឺលោកបានមានចិត្តប្រុងប្រៀបនៅក្នុងការថ្វាយបង្គំព្រះអង្គតាមរយៈការថ្វាយបង្គំព្រះអង្គយើងអាចស្គាល់អំពីលក្ខណៈនៃមនុស្សម្នាក់ៗបានព្រះអង្គមើលចិត្តគំនិតរបស់អ្នកថ្វាយបង្គំព្រះអង្គចុះកាអ៊ីនវិញកាអ៊ីនបែរជាខឹងនៅពេលដែលឃើញព្រះអង្គសប្បុរហ៍ទៅនឹងការថ្វាយបង្គំរបស់ប្អូនកាអ៊ីនច្រណែនការថ្វាយបង្គំរបស់ប្អូនកាអ៊ីនចាប់ដើមស្អប់ហើយនឹងសម្លាប់ប្អូនផងដែរបងប្អូនទាំងអស់គ្នាយើងជាគ្រីស្ទបរិស័ទយើងជាកូនរបស់ព្រះអង្គយើងត្រូវដឹងថាសង្គ្រាមខាងវិញ្ញាណគឺមានមែនយើងត្រូវប្រុងប្រៀបជានិច្ចនៅក្នុងសង្គ្រាមខាងវិញ្ញាណយើងត្រូវថ្វាយបង្គំព្រះអង្គដោយជំនឿយើងត្រូវតែប្រុងប្រៀបនៅក្នុងការថ្វាយបង្គំព្រះអង្គយើងត្រូវចាំថាពេលដែលយើងថ្វាយបង្គំព្រះអង្គគឺប្រៀបដូចជាយើងកំពុងតែប្រយុទ្ធនៅក្នុងសមរភូមិដូច្នោះដែរដូច្នេះយើងត្រូវតែជ័យជំនះយើងត្រូវតែយកឈ្នះឲ្យបាននៅក្នុងការថ្វាយបង្គំព្រះអង្គគឺព្រះអង្គចង់ឃើញកូនរបស់ព្រះអង្គថ្វាយបង្គំព្រះអង្គដោយសេចក្តីជំនឿដោយសេចក្តីជំនឿពិតប្រាកដដោយចិត្តមោះមុតផ្ដោតទៅលើព្រះអង្គនិងមានចិត្តប្រុងប្រៀបថ្វាយបង្គំព្រះអង្គបងប្អូនខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាជាគ្រីស្ទបរិស័ទយើងនឹងថ្វាយបង្គំព្រះអង្គដោយសេចក្តីជំនឿយើងនឹងប្រុងប្រៀបហើយផ្ដោតទៅលើព្រះម្ចាស់នៅក្នុងការថ្វាយបង្គំព្រះអង្គខ្ញុំអរគុណព្រះអង្គខ្លាំងណាស់ខ្ញុំសង្ឃឹមថាយើងនឹងក្លាយទៅជាកូនដ៏ល្អនៅក្នុងការថ្វាយបង្គំចំពោះព្រះអង្គបានសូមអរគុណសូមជម្រាបលា